សួស្តីអ្នកទាំងអស់គ្នាជួបជាមួយ admin ម្ដងទៀតហើយនៅក្នុងវីដេអូនេះ admin នឹងនិយាយអំពីតើសត្វណាដែលមានសិទ្ធិធ្វើជាស្ដេចសត្វបានវីដេអូនេះគ្រាន់តែជារឿងព្រេងនិទានខ្មែរដែលមានពីយូរលង់ណាស់មកហើយចាប់ផ្ដើមសាច់រឿងយើងដំបូងកាលពីយូរលង់ណាស់មកហើយមនុស្សទាំងអស់នៅលើផែនដីក្នុងពិភពលោកនេះពុំទាន់មាននរណាមួយជាធំសម្រាប់ត្រួតត្រាគ្នានៅឡើយលុះវេលាក្រោយមកទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រដាក់នាមថាព្រះសមតិរាជឲ្យសោយរាជសម្បត្តិនិងគ្រប់គ្រងប្រជានរាស្ត្រតទៅពពួកសត្វទាំងឡាយគឺសត្វមរឹកបក្សីនិងមច្ឆាជាតិកាលបើបានឃើញមនុស្សមានស្ដេចមួយអង្គសម្រាប់ត្រួតត្រាប្រជាពលរដ្ឋដូច្នេះក៏នាំគ្នាផ្អើលឆោឡោជ្រួលច្របល់ប្រកបប្រកាសឲ្យពិភពលោកគឺមនុស្សនិងសត្វទាំងអស់ដឹងថាពពួកខ្លួននោះពុំទាន់មានស្ដេចសម្រាប់ត្រួតត្រានៅឡើយទេដើម្បីឲ្យពិភពលោកជួយគិតគូរអំពីពួកខ្លួននេះផងមិនយូរប៉ុន្មានមនុស្សទាំងអស់ក៏នាំគ្នាជួយគិតគូររើសរកស្ដេចឲ្យពពួកសត្វទាំងនេះគេបានតាំងសត្វរីកសីដែលជាសត្វខ្លាំងពូកែមានឫទ្ធិអំណាចមានប្រាជ្ញាឈ្លាសវៃនិងចរិយាស្រគត់ស្រគំជាងគេឲ្យធ្វើជាស្ដេចនៃសត្វមរឹកពួកសត្វមរឹកទាំងឡាយពេញចិត្តនឹងស្ដេចរបស់ខ្លួននេះដោយឥតមានប្រកែកអ្វីឡើយចំណែកពួកត្រីគេបានតាំងអន្ទងមច្ឆាដែលជាត្រីធំជាងគេឲ្យធ្វើជាស្ដេចនៃមច្ឆាជាតិទាំងអស់ពួកសត្វមច្ឆាក៏ទទួលយកដោយពេញចិត្តយ៉ាងក្រៃលែងឯពួកបក្សីលុះបានមកជំនុំរើសរកសត្វដែលធ្វើជាស្ដេចហើយស្រាប់តែមានបេក្ខជនពីររូបឈរឈ្មោះឲ្យគេតាំងគឺសត្វក្អែកនិងសត្វមៀមសត្វទាំងពីរសុទ្ធតែមានសត្វជាបរិវារយ៉ាងច្រើនរៀងៗខ្លួនសត្វទាំងពីរនេះមានគំនិតចង់ធ្វើជាស្ដេចគ្រប់គ្នាម្ល៉េះហើយក៏ចែកជាបកពួកដើរឃោសនាប្រកួតប្រជែងឧតែបកពួករបស់ខ្លួនរៀងខ្លួនមិនតែប៉ុណ្ណោះថែមទាំងដើរឃោសនាបណ្ដោះបង្អាប់គ្នាទៅវិញទៅមកផងខាងក្អែកថានរណានឹងឲ្យអាសត្វមៀមធ្វើជាស្ដេចកើតបើភ្នែកវាធំម្លឹងតែកាលណាវាបានធ្វើជាស្ដេចលើបក្សីផងទាំងពួងវានឹងបំផ្លិចបំផ្លាញអស់បក្សីផងនានាបើអ្នកទាំងអស់គ្នាមិនជឿខ្ញុំត្រូវអ្នកមើលតែភ្នែករបស់វាបានហើយយើងគង់នឹងយល់បានថាវាជាសត្វកាចក្នុងខ្នងពិតប្រាកដមែនឯពួកសត្វមៀមក៏ឃោសនាបង្អាប់ទៅសត្វក្អែកវិញថាយើអាសត្វក្អែកខ្មៅទាំងឆ្អឹងឯងនេះជាសត្វខ្មៅមិនមែនខ្មៅតែរោមស្លាបនិងសាច់ប៉ុណ្ណោះទេខ្មៅរហូតដល់ចិត្តគំនិតទៀតបើនរណាសុខចិត្តតាំងអាសត្វក្អែកឲ្យធ្វើជាស្ដេចក្អែកវានឹងជិះជាន់សង្កត់លើសត្វនានាជាមិនខានព្រោះអានេះចិត្តខ្មៅណាស់វាជាសត្វធ្លាប់រកស៊ីពុំតាមសមាជីវោទេវារកស៊ីតែលួចឆក់របស់គេជាអាហារបើវាបានធ្វើជាស្ដេចវានឹងលួចឆក់ហើយវានឹងទៅសង្កត់យកស៊ីទាំងភ្នែកស្រស់តែម្ដងអ្នកទាំងអស់គ្នាមិនបាច់គិតឲ្យវិញឆ្ងាយទេមើលតែរបបរបរវារកស៊ីរាល់ថ្ងៃនិងចរិយាក្រឡេកក្រលើមហើយនឹងសម្បល់ស្បែកវាក៏គង់ដឹងហើយបេក្ខជនក្អែកនិងមៀមឃោសនាប្រឆាំងគ្នាយ៉ាងនេះរហូតតតែបែកជាបកពួកយ៉ាងធំកើតជាចំនួនប្រកែកគ្នាយ៉ាងខ្លាំងទើបពួកសត្វទាំងអស់ដែលមិនចូលដៃជើងខាងបកណាមួយក៏ជំនុំគ្នាតាំងសត្វហង្សឲ្យធ្វើជាស្ដេចនៃបក្សីទាំងអស់រហូតមកដល់សព្វថ្ងៃព្រោះហេតុនេះហើយបានជាសត្វក្អែកនិងសត្វមៀមចេះតែស្អប់គ្នាដរាបមកដល់សព្វថ្ងៃនេះជាប់ជាទម្លាប់មួយដែលចែកសត្វពពួករកស៊ីយប់និងពពួករកស៊ីថ្ងៃហើយពួកទាំងពីរនេះឃើញគ្នាមិនបានទេ